ដើម្បីស្វែងរកបងស្រីដែលបាត់ខ្លួនជាយូរមកហើយសៀវម៉ៃនិងមិត្តភ័ក្តិបានមកដល់ភោជនីយដ្ឋានមួយកន្លែងតាមពិតកាលពីមួយឆ្នាំមុនបងស្រីរបស់សៀវម៉ៃបានថតវីដេអូមួយមុនពេលបាត់ខ្លួនហើយទីតាំងថតវីដេអូនោះគឺចំជាភោជនីយដ្ឋាននៅចំពោះមុខនេះឯងពេលសៀវម៉ៃដើរចូលទៅក្នុងភោជនីយដ្ឋានដើម្បីសាកសួរបុគ្គលិកក៏ដឹងថាគាត់ធ្វើការនៅទីនេះរហូតមកនាងក៏ដកផ្ទាំងរូបថតបងស្រីចេញមកសួរអ្នកលក់ថាតើធ្លាប់ឃើញនារីនៅក្នុងរូបថតនេះដែរឬទេអ្នកលក់ក្រវីក្បាលប្រាប់ថាមិនដែលឃើញទេប៉ុន្តែបរិនោះបែរជាអះអាងថាមនុស្សក្នុងរូបថតបានបាត់ខ្លួនទៅហើយសៀវម៉ៃមានការភ្ញាក់ផ្អើលជាខ្លាំងព្រោះនាងមិនដែលបានប្រាប់រឿងបាត់ខ្លួនសោះបន្ទាប់មកក៏លឺអ្នកលក់ប្រាប់ថាថ្មីនេះតែងតែមានមនុស្សមកស្វែងរកអ្នកបាត់ខ្លួនក្រោមការសាកសួររបស់សៀវម៉ៃអ្នកលក់បានថាពួកគេសុទ្ធតែរឿងនៅជ្រលងក្នុងក្លខាងមុខបន្ទាប់មកអ្នកទាំងអស់គ្នាក៏ឡើងបើកសំដៅទៅកាន់ជ្រលងក្នុងក្លតែស្រាប់តែមេឃធ្លាក់ភ្លៀងយ៉ាងខ្លាំងមនុស្សគ្រប់គ្នាមានការភ័យខ្លាចជាខ្លាំងដាចុងដែលជាអ្នកបើកបរបានបាត់ក្បាលឡើងជាច្រើនដងតែនៅតែមិនអាចឆ្លងផុតផ្លូវនេះបានស្របពេលដែលអ្នកទាំងអស់គ្នាកំពុងជជែកវែកញែកគ្នាមិនដាច់ស្រេចឡានបែរជាបើកផុតពីតំបន់ភ្លៀងស្គរភ្លាមអ្នកទាំងអស់គ្នាសម្លឹងឆ្វេងស្ដាំដោយការភ្ញាក់ផ្អើលខាងក្រោយនៅតែជាភ្លៀងធ្លាក់ខ្លាំងតែខាងមុខបែរជាមេឃស្រឡះទៅវិញហាក់ដូចជាលំហទាំងមូលត្រូវបានកាត់ផ្តាច់ដោយធម្មពលមើលមិនឃើញសៀវមកដកទូរស័ព្ទចេញមកតែបែរជារកឃើញថានៅទីនេះគ្មានសេវាទាន់ទេសោះសម្លឹងមើលទៅផ្ទះនៅចំពោះមុខស្រីសក់រួញមានបំណងចូលទៅសួរផ្លូវអ្នកឯទៀតក៏ដើរតាមទៅជាបន្តបន្ទាប់មានតែសៀវម៉ៃម្នាក់គត់ដែលមិនបានកម្រើកខ្លួននាងតែងតែមានអារម្មណ៍ថាភ្លៀងមួយនេះធ្លាក់មកចម្លែកណាស់លាដៃលោកស្ទាបមើលហាក់បីដូចជាមិនខុសពីទឹកភ្លៀងធម្មតាឡើយមនុស្សពីរនាក់ដើរចូលទៅក្នុងផ្ទះឈើក៏ប្រទះឃើញនាឡិកាខ្សាច់ដ៏ធំមួយព្យួរនៅចំកណ្ដាលបន្ទប់ធំនៅលើជញ្ជាំងក៏មានចបជីកដែកផ្សេងលើតុជិតបង្អួចមានដាក់សៀវភៅកត់ត្រាភ្ញៀវមួយក្បាលMeganបានដើរមកបន្ទប់ទឹកកញ្ចក់ទៅបានគ្រប់បណ្ដាប់ដោយទូលាយអាកាសក្នុងក្បាល Robine គ្មានទឹកសូម្បីតែមួយតំណក់ហាក់ដូចជាគ្មានមនុស្សរស់នៅយូរណាស់មកហើយចំណែកដាក់ចុងកាន់ទូរស័ព្ទដើរថតរូបគ្រប់ទីកន្លែងពេលដើរចូលបន្ទប់គេមួយគាត់ឃើញផ្ទាំងប្រកាសបិទពេញជញ្ជាំងបន្ទាប់ពីហែកផ្ទាំងប្រកាសខាងលើចិនស្រាប់តែខាងក្រោមបិទពេញដោយសេចក្តីប្រកាសស្វែងរកមនុស្សស្រីសក់រួនបានសរសេរឈ្មោះខ្លួនឯងលើសៀវភៅកត់ត្រាភ្ញៀវ Megan បានយកដៃជូតធូលីចេញពីលើកញ្ចក់ដាក់ចុងហែកផ្ទាំងរូបភាពចុងក្រោយចិនផ្ទាំងដែលលេចចិនមកចំជារូបថតបងស្រីសៀវម៉ៃស្របពេលនោះដែរផ្លេកបន្តមួយខ្សែបានឆ្វេងកាត់ក្រៅផ្ទះសៀវម៉ៃបានរត់ចូលទៅក្នុងទឹកភ្លៀងដេញតាមស្រមោលព្រាលនៅពីចម្ងាយអតីតមិត្តប្រុសសៀវម៉ាឃើញសៀវម៉ៃដើរចូលទៅក្នុងភ្លៀងក៏ស្រែកហៅហើយរត់តាមទៅសៀវម៉ៃឮសំឡេងស្រែកហៅប៉ុន្តែនៅក្នុងទឹកភ្លៀងមើលអ្វីក៏មិនច្បាស់បានត្រឹមតែស្រែកហៅឈ្មោះសៀវម៉ាយ៉ាងខ្លាំងដៃធំមួយបានលូកមកតាមពិតគឺសៀវម៉ាដែលបានទាញនាងត្រឡប់មកវិញក្រោយត្រឡប់មកផ្ទះឈើវិញអ្នកទាំងអស់គ្នាចាប់ផ្ដើមជជែកពីបទពិសោធន៍ចម្លែករៀងៗខ្លួនស្រីសក់រួនបានឃើញឈ្មោះបងស្រីសៀវម៉ៃជាច្រើននៅក្នុងសៀវភៅកត់ត្រាភ្ញៀវទំព័រមុខនៃសៀវភៅបានបញ្ជាក់ថាទីនេះពិតជាច្រឡងភ្នំ Gloman ហើយសៀវម៉ៃក៏បានអះអាងថានាងបានឮសំឡេងបងស្រីហើយនៅក្នុងទឹកភ្លៀងពិតមែនពេលនេះស្រីសក់រួនបានប្រទះឃើញថានាឡិកាខ្សាច់បើកត្រឡប់កាត់ចុះតាំងពីពេលណាមិនដឹងស្រាប់តែខាងក្រៅបន្លឺសំឡេងគ្រោះហ៊ាមឡើងអ្នកទាំងអស់គ្នារត់ចេញទៅមើលឡានរបស់ពួកគេបែរជាត្រូវបាននរណាម្នាក់បើកជួលទៅក្នុងអស់ភ្លៀងហើយឈប់នៅលើកន្លែងហាក់ដូចជាកំពុងឌឺដងអ្នកទាំងអស់គ្នាប្រុងប្រយ័ត្នរត់គេចចូលមកក្នុងផ្ទះវិញលុបមើលខាងក្រៅតាមចន្លោះប្រហោងបង្អួតក្រុមសៀវម៉ៃបានសម្រេចចិត្តទៅរកទូរស័ព្ទលើតុដើម្បីសុំជំនួយផ្លូវដើរចូលទៅបន្ទប់ក្រោមដីងងឹតស្លុកពួកគេបានត្រឹមតែពឹងផ្អែកលើពន្លឺពិលទូរស័ព្ទដើរចូលទៅបន្ទប់ក្រោមដីបន្ទប់ក្រោមដីមានទំហំធំទូលាយណាស់បន្ទប់អានសៀវភៅនិងកន្លែងញ៉ាំបាយមានសពគ្រប់ពេលនេះសៀវម៉ាបានប្រទះឃើញថាជញ្ជាំងជុំវិញបែរជាមានបង្អួតទៅវិញតើបន្ទប់ក្រោមដីអាចមានបង្អួតយ៉ាងដូចម្តេចស្របពេលដែលសៀវម៉ាកំពុងងឿងឆ្ងល់សៀវម៉ៃបានបន្លឺសំឡេងភ្ញាក់អើនាងរកឃើញទូរស័ព្ទមួយគ្រឿងហើយតែព្យាយាមតែយូរហើយនៅតែមិនចូលទៅវិញខាង Megan បានរកឃើញវីដេអូទាក់ទងមួយនាងកំពុងរេប៉ូសព្យាយាមទាក់ទងទៅពិភពខាងក្រៅដាចុងនឹងស្រីសង្រួញដែលនៅយាមខាងលើស្រាប់តែឮសំឡេងទង្គិចបិទទ្វារយ៉ាងខ្លាំងដាចុងប្រាប់ស្រីសក់រួញឲ្យរងចាំនៅនឹងកន្លែងចំណែកគាត់ដើរទៅពិនិត្យមើលតែរងចាំយ៉ាងយូរនៅតែមិនឃើញមនុស្សត្រឡប់មកវិញស្រីសក់រួញមានអារម្មណ៍មិនស្រួលនាងដើរកាត់តាមផ្លូវដើរយ៉ាងប្រុងប្រយ័ត្នលោកស្ទាបរកកងតាក់បើកភ្លើងបន្ទប់ Musicអ្នកទាំងបីនៅជាន់ក្រោមឮសូរចលនាដឹងថាមិនស្រួលសៀវម៉ាដើរឡើងលើផ្ទះពិនិត្យមើលយ៉ាងប្រុងប្រយ័ត្នតែបែរជាឃើញសាកសពស្រីសក់រួញនិងឃាតករពាក់របាំងមុខកាន់ចប់ជីកដែកគាត់ប្រញាប់បត់ក្បាលដើរថយក្រោយថ្នមដើម្បីចាក់ចេញប៉ុន្តែសំឡេងចលនានៅតែទាក់ទាញការចាប់អារម្មណ៍របស់ឃាតករដែរមនុស្សទាំងបីនាក់បាននាំគ្នាលាក់ខ្លួនរៀងៗខ្លួនឮសំឡេងស្នួសស្នាមជើងដើរចូលមកជិតសៀវម៉ាបានលើកកៅអីឡើងសំពងពីក្រោយខ្នងប៉ុន្តែឃាតករបែរជាគ្មានរឿងអ្វីទាំងអស់សៀវម៉ាបានត្រឹមរើសកំបិតខ្លីនៅលើដីចាក់ទៅលើគាត់តែត្រូវបានឃាតកាត់មុខចាក់ទម្លុះសម្លាប់គាត់បាត់ទៅ Music Megan ដែលលាក់ខ្លួនក្នុងទូខោអាវបានឃើញហេតុការណ៍ទាំងអស់សម្លឹងមើលគិតកោដើមរកខ្លួនមួយជំហានម្ដងគាត់លូកដៃធំទាញ Megan ចេញពីទូខោអាវរួចលើកក្បាលនាងបោកនឹងដីមួយទំហឹងឃើញមិត្តភក្តិកំពុងប្រឈមនឹងគ្រោះថ្នាក់ដល់ជីវិតសៀវម៉ៃខំថ្មិញសង្កត់ចិត្តចាប់យកកាំបិតខ្លីលើតុស្ទុះទៅចាក់ពីក្រោយខ្នងឃាតករយ៉ាងខ្លាំងប៉ុន្តែឃាតកហាក់ដូចជាគ្មានអារម្មណ៍ជួយចាប់តទៅសោះសៀវម៉ៃដឹងខ្លួនថាមិនមែនជាគូប្រកួតក៏ប្រញាប់រត់ចេញពីបន្ទប់យ៉ាងលឿនរត់សុកក៏ជ្រុលចូលទៅក្នុងព្រៃឈើដោយមិនដឹងខ្លួន
ក្នុងពេលកំពុងរត់នាងក៏បានមកជឿតែជើងដួលមើលទៅឡើងឃើញសមនឹងដកស្នាមញាក់ពី Music ស្របពេលដែលនាងកាត់ត្រឡប់ទៅខ្លួនឯងស្រីសក់រួនបានត្រឡប់មកកាន់ពេលដែលនាងកំពុងចុះឈ្មោះខាងពីវិញ Megan បានត្រឡប់មកកាន់ពេលដែលនាងកំពុងជូតកញ្ចក់បន្ទប់ទឹកឲ្យស្អាត ដាចុងបានត្រឡប់មកកាន់ពេលដែលកំពុងហែកផ្ទាំងរូបថតចុងក្រោយលើជញ្ចាំងសៀវមីបានត្រឡប់មកកាន់ពេលដែលសៀវម៉ាទាញចេញពីទឹកភ្លៀងមនុស្សគ្រប់គ្នានៅតែរំភើបមិនបានបាត់ហើយការចងចាំដែលត្រូវគេសម្លាប់ក៏មិនបានបាត់បង់ដែរហើយអ្វីដែលរត់តែចម្លែកនោះគឺរូបថតរបស់ពួកគេក៏ត្រូវបានបិទលើជញ្ជាំងដែរពេលនេះទើបអ្នកទាំងអស់គ្នាភ័យស្លន់ស្លោពិតប្រាកដតើមានរបួសអ្វីឃុំពួកគេទុកនៅទីនេះមែនទេដាចុងសម្រេចចិត្តបើកឡានរត់តែស្រីសក់រួញគិតថារឿងមិនសាមញ្ញបែបនោះទេនាងនៅឃើញឈ្មោះដូចគ្នារាប់សិបជួរក្នុងសៀវភៅកត់ត្រាច្បាស់ណាស់ថាមនុស្សទាំងនោះសុទ្ធតែធ្លាប់ឆ្លងកាត់ការវិលជុំជាច្រើនលើកពេលនេះអំពូលភ្លើងលើពីដើមបានព្រិចពី3ដងខាងក្រៅក៏លើស្នេហ៍ក្នុងចិត្តរបស់ទ្វារធំអ្នកទាំងអស់គ្នាពិនិត្យមើលយ៉ាងប្រុងប្រយ័ត្នឃើញទ្វារធំបែរជាបិទបើកដោយស្វ័យប្រវត្តិដាក់ចុងនិងសៀវម៉ាបានរួញទ្វារតុបយ៉ាងណែនចំណែកស្រីសក់រួនបានប្រតិឃើញថានាឡិកាខ្សាច់បានចាប់ដើមកំណត់ពេលជាថ្មីទឹកមុខរបស់ Megan អាក្រក់មើលខ្លាំងណាស់ញៀនជាមនុស្សមានញ៉ាំពិសេសការដឹងឮខុសប្លែកពីមនុស្សធម្មតាតែងតែមានអារម្មណ៍ថាយប់នេះនឹងមានរឿងកាន់តែអាក្រក់កើតឡើងសម្ដីទើបតែបញ្ចប់រាងកាយរបស់នាងក៏រមួលបត់បែនដោយមិនអាចធូបក្រងបានបន្លឺសំឡេងឈឹងបាក់ប្រេះស្រួយភ្នែកទាំងពីរបញ្ចាំងពណ៌សស្រែកធ្ងរដោយការឈឺចាប់អំពូលភ្លើងលើពីដានបានផ្ទុះបែកក្នុងសំឡេងស្រែកនោះ Megan ទាំងមូលក៏បានបាច់ខ្លួនទៅអ្នកទាំងអស់គ្នាស្លឿនស្លោស្វែងរកចុងក្រោយបានរកឃើញនាងនៅក្នុងបន្ទប់គេងដែលបិទរូបថតនោះ Megan កំពុងហោះអណ្ដែតលើអាកាសយ៉ាងចម្លែកមុខមាត់កាចសាហាវផ្ទៃមុខស្លេកស្លាំងតាមរាមដៃដែលចង្អុលទៅកាន់រូបថតផ្សេងមាត់របស់នាងក៏បញ្ចេញសំឡេងខុសៗគ្នា Where's my mom? Mommy? បន្ទាប់មកក៏ជាសំឡេងស្រែកមួយរោគៀប Megan ងាកក្បាលផ្ដាំមួយម៉ាត់ថាកុំឲ្យគេចូលមកបន្ទាប់មកក៏បាក់កមួយចំហៀងពេលធ្លាក់ដល់ដីក៏ដាច់ដង្ហើមភ្លាមអ្នកទាំងអស់គ្នាតាំងស្មារតីមិនទាន់ស្របពេលកំពុងជជែកគ្នាមិនទាន់ដាច់ស្រេចស្រាប់តែនៅមាត់ទ្វារបន្លឺសំឡេងគួតទ្វារយ៉ាងញាប់ស្អេកពេលពួកគេមកដល់មាត់ទ្វារដៃចុងសម្លឹងតាមបង្អួយទៅតែមើលមិនឃើញមនុស្សនៅមាត់ទ្វារសោះពេលនេះសំឡេងស្រែកសុំជំនួយមួយបានបន្លឺឡើងទឹកមុខសៀវមីប្រែប្រួលយ៉ាងខ្លាំងនាងស្ដាប់ដឹងថានេះជាសំឡេងស្រែកសុំជំនួយរបស់បងស្រីបោះជំហានទៅមុខរៀបនឹងបាក់ទ្វារអ្នកគ្រប់គ្នាគិតថារឿងនេះមានកលល្បិចអបញ្ញាប្រិរាំងសំឡេងស្រែកសុំជំនួយរបស់បងស្រីនៅក្រៅទ្វារគួរឲ្យសង្វេគណាស់មិនដូចជាការខ្លាញ់បន្លំសោះសៀវម៉ាស្ដាប់ទ្រាំលែងបានក៏ដកដំបងដែកទល់ទ្វារចេញសៀវមីស្ទុះទៅបើកទ្វារតែបែរជាឃើញខាងក្រៅទូទេស្អាតគ្មានមនុស្សម្នាក់សោះពេលនេះសៀវម៉ាភ្ញាក់អោលចង្អុលទៅខាងមុខពីនោះស្រាប់តែមានផ្ទះឈើតូចមួយលេចឡើងតាំងពីពេលណាមិនដឹងសៀវមីចង់ចិញ្ចាំយ៉ាងណែនមួយរំពេចក្រោយមកនាងក៏ត្រូវហោះឡើងលើអាកាសហើយបោះផ្ទុកនឹងដីអ្នកឯទៀតត្រូវបានកម្លាំងមហិមាមួយរុញច្រានត្រឡប់ចូលក្នុងបន្ទប់វិញសៀវមីចង់វាត្រឡប់មកវិញប៉ុន្តែរាងកាយរបស់នាងបែរជារអើថយក្រោយដោយមិនអាចគ្រប់គ្រងបានសៀវម៉ាក្នុងផ្ទះចង់រត់ចេញទៅជួយសៀវមីតែដាចុងរារាំងនៅខាងមុខយ៉ាងអស់ទំហឹងសៀវមីច្បាស់ជាគ្មានផ្លូវសង្គ្រោះទេមិនសូវឆ្លៀតពេលនេះប្រញាប់ចាក់ចេញទៅរកជំនួយហើយស្រីសក់រួញក៏យល់ស្របនឹងទស្សនៈរបស់គាត់ដែរមនុស្សពីរបីនាក់បានផ្ទុះការឈ្លោះប្រកែកគ្នាចុងក្រោយសៀវម៉ាបានរុញទ្វារដើរចេញតែម្នាក់ឯងពេលនេះសៀវមីដឹងខ្លួនឡើងនៅក្នុងផ្ទះឈើតូចតែម្នាក់ឯងនាងឃើញជុំវិញពោពេញទៅដោយរបាំងមុខអាយ៉ាងព្រឺព្រួយទូរទស្សន៍ខាងក្រោយកំពុងចាក់ផ្សាយព័ត៌មានការបាក់ស្រុតអណ្ដូងរ៉ែលើសាឡុងមានស្ត្រីចំណាស់ម្នាក់កំពុងដកដង្ហើមតាមអុកស៊ីសែនសៀវមីឃើញគាត់ដេកលក់ក៏គិតចង់ប្រញាប់ចាក់ចេញទៅក៏ប៉ុន្តែទ្វារឈើបែរជាត្រូវចាក់សោយ៉ាងណែនពេលសៀវមីងាកក្រោយម្ដងទៀតស្ត្រីចំណាស់នោះបានក្រោកឈរឡើងរួចទៅហើយនាងអង្វរឲ្យស្ត្រីចំណាស់ដោះលែងនាងទៅតែស្ត្រីចំណាស់និយាយថាមានតែវិធីមួយគត់គឺត្រូវតែទាំឲ្យឆ្លងផុតយប់នេះបើមិនដូច្នោះទេនឹងក្លាយជាចំណែកមួយនៃទីនេះបន្ទាប់មកយាយចាស់បានប្រើដៃទាំងសងខាងច្រានសៀវមីដួលមួយទំហឹងរួចយករបាំងអុកស៊ីសែនមកគ្របលើមុខសៀវមីស្រូបពេលដែលអូស្មန်ត្រូវស្រូបចូលជាបន្តភ្នែកទាំងសងខាងរបស់នាងប្រែជាងងឹតស្រុបទៅចំណែកឯស្ត្រីចំណាស់នោះកាន់តែចាស់ទ្រុឌទ្រោមយ៉ាងឆាប់រហ័សរហូតដល់រលាយคล้ายជាគំនរឆ្អិនសៀវមីដេកដួលលើដីលើពេលមុខចាប់ដើមរៀបនៅស្នាមញញឹមដល់គួរឲ្យព្រឺព្រួតស្របពេលជាមួយគ្នានោះដាក់ចុងនិងស្រីសក់រួញបានរត់ឡើងឡានដាក់ជុងបើកឡានសម្ដៅចូលទៅក្នុងទឹកភ្លៀងតែត្រូវបានសត្វចម្លែកដ៏ធំសម្បើមួយរារាំងផ្លូវទៅមុខក៏គេភ័យស្លន់ស្លោបានត្រឹមតែបត់ក្បាលឡានត្រឡប់ក្រោយស្រីសក់រួញចង់បើកទ្វារចុះពីលើឡានតែទ្វារឡានបែរជាជាប់សោមិត្តប្រុសដាក់ចុងដែលនៅខាងក្រោយបានភ័យខ្លាចរហូតដល់គិតតែរត់យករួចជូនគួរឲ្យស្ដាយដាក់ចុងទៅតែបើកទ្វារឡានក៏ត្រូវគេកាប់មួយកាំបិតស្លាប់បាត់ទៅសម្រាប់ដាក់ចុងរួចឃាតករកាន់កាំបិតដើរមកមុខស្រីសក់រួញមកខាងទៀតពេលនេះសៀវម៉ាបានមកដល់មាត់ទ្វារផ្ទះឈើទ្វារធំផ្ទះឈើបានរបើកនៅចំពោះគាត់ហាក់ដូចជាកំពុងអញ្ជើញគាត់អញ្ចឹងគាត់ដើរចូលទៅយ៉ាងប្រុងប្រយ័ត្នមាត់នៅតែបន្តស្រែកហៅឈ្មោះសៀវមីប៉ុន្តែក្រៅពីភេសឆ្អឹងនៅលើដីគាត់មិនបានឃើញដានរបស់សៀវមីឡើយសៀវម៉ាដើរឡើងចិនដាមួយជំហានម្ដងរុនទ្វារបន្ទប់មួយនៅចុងផ្លូវដើរគឺជាបន្ទប់កុមារដែលមានតុក្កតាជាច្រើនក៏ឯងយល់នៅខាងក្រោយគាត់ចេះតែយល់ដោយខ្លួនឯងមិនឈប់គ្រាន់តែងាកក្បាលមួយផ្លាត់ស្រាប់តែមានតុក្កតាថក់មួយលេចឡើងនៅលើនោះគាត់ចាប់តុក្កតានោះឡើងរួចទាត់ចេញមួយជើងគ្រាន់តែងាកក្បាលក៏ត្រូវសៀវមីដែលបែរបាំងមុខនៅពីក្រោយកាត់កាំមួយកាំបិតស្លាប់បាត់ទៅ
siêu mấy đại bẹt ra bằng múc đào chân bịt tè chờ tối khi ta co bẹt ra bằng múc bạc lan dạng lươn sầm đầu mục siêu mấy đồ cam sọt tự bàn bốc slap nên cần lênกรมตัวไอtự bàn xâm lập rong kia chỉ thayมาดองtiệtมิลิกาใส่บ้านตระหลับซ้ายที่ทำไมเอาไว้แต่งอ๋อบ้านตระหลับโดยจำนวนจับประดามวิ่งเรื่องนี้นักออกนี้บานเลือกกับไอ้มวยกำน้อมอโต้บัตรทวีทมอย่างแน่นพวกไว้น้องคนนี้สงบนึกน้ำมันตกตึกตึงออกนี้นายจงมีอารมณ์ใส่ตึกไม่กันบานรุนธาที่นี่คือเมียนตะเตะตายเป็นกว่าสารบองมูดมาดูนี่ใบจีเมียนตะโคจะมกเป็นแมนแน่ทั้งออกนี้มันบานยำใบพักตึกไปหมดทั้งไงมันเนี่ยสุดแต่บานพักตึกมาสิ้นขาบนตัวโมคือจีการรองจำดอยอยู่องแวงโยงตามสำได้ระบาดเสียวไม่ประสันบาไอตรอมฉลองผลหยบนี้พวกแกนึงอาจจากจิงตะบานเบอร์มันอาเตเกพวกแกหนึ่งแปรตัวจีรบมวยประเภทตีดเมกันบันจับอารมณ์คืนท่าสระบนี้บันจุยังทนทั้งหมดสระแต่ได้จงออกอย่างครั้งปีใบดองขนมมอสใบจะกดเชนเฉียมออกบนตัวเมาส์กอดกันไปก็ออกคลั่งลางเมกันนื้อแต่จงไอ้กอดผักตึกบันติเนน่าดึงท่าโนวินาทีบนตัวเนทั้งนอกนี้เพย์สไลด์พาวเชื่อบรรทอบรรทบสไลด์สอดรวนสตูเตามอดอ่างตึกจังขบมอดแต่วินาทีบรรทอบเรียงกายระเบิดเนียงก็ทุกใบตามกรอยได้เปลี่ยนนี้เติบเนออกนี้ดึงครวนท่าคือตึกได้เติบแต่เพิกมุนนี้มีปัญหามนุษย์ปีใบเนี้ยปัญญารถจริงปีบรรทุกตึกมันตอนเตรียมบานต่างสมาร์ทใบพองแต่มุกเมกันแปรปรวนเนียงจีมนุษย์ตีใบได้บานพักตึกขมิ้นการพยักเอาเราไว้ลอยเรียงกายเมกันก็ทุกใบตามกรอย Musicเซียวไม่บานอยู่จะมาหายท่าเลือกนี้บานกว่าจะจิตหายเนียงปรับเอาเซียวมาสำหรับเนียงนำไปจับดามดำเป็นบรรดาเซียวมาหนีเยท่ากดมันอาจถือบานแดกคานจงกล่าวเซียวมาก็ทุกคล้ายเชื่อกำนวสัตว์เชียมได้เนื้อสอนแต่เซียวไม่แต่มันกดเนียงสมาร์ทเจ็ดเก่งโจรงจำสิกดิสลับแต่สมาร์ทมันดาวท่าเมียนมนุษย์มันดาเจนปีบรรทุกจอมเจนเนตหลวกของห้างตุ่มหนึ่งหนูเองเซียวไม่บานบัดบองจีบัดเตียงมันออกจัดเป็นนี่ไล่กากสักบงเวลยืดเนตต่างฮอกนี้บานเชียนโจลกาเวลจุ่มทำไมมาดองเตียทุมันกับบงเมกันบานปลายโปรยตรงเตียไทยเมื่อเต๋อเปเวเลียเดนซอสสำหรับพวกเก๋ไล่เงินจากไหนเตียไทยพวกเกจับประดามประหยัดประหยัดประมูลตำรุยเสียวไหมบ้านรอคืนอัตสัญญาณหลวกนี่ขมงกลุ่มนอไอกษานึกสมานมันดาวทางก้อนจีในไอกเตตคางจุดซาซอจำแนกในไอเตตบ้านรอคืนตำรุยได้หรือแต่กูไอเพียเอาตีนี้ปีดำจีตีประชุมจนดออูอมุยบรรทายดอยซากาชีแกรรอบชนังบรรดาเอาตีประชุมจนแต่หมูสรุปโชว์ตึกขนมใดมนุษย์เสียมวยปอนแนะบ้านสลับบัดบางชีวิตให้โลกรูเป็ดจิตซากมันนี่คือเมาดำไปเชียบาลแนะในรัวเรียนมีชีวิตมีแบบนี้ฟี่ในจุดโมโกเกจ้องจะฟิตทงดามันใส่สอดรุ่นบางฟี่โดยการจ้องเดินจำคืนก็ขึ้นทาคางกระตอบจอบดอยเพลรุงกรอมได้มวยเพลรุงดอยเจอบ้านเป็นเจนเนื้อเพียบตระเจียกเสียวสรานเนียงประยับบัดเพียทมเทียมเดี๋ยวนี้เซียวมาบ้านประเทศคืนกับแซดวิดีโอมวยบนต่อปีจากมือคางขนงแบชีกำหนดตราปีโซดระบบกรูเป็ดจิตซากอดบ้านคุมแนสลบเดินร่วมมันแนขนมบรรทุกสงัดตามระยะการบังการเพียบออกสังคมหนึ่งการเพลคลาดจีบรรทบแนสลบมันแนโนเที่ยงเพลวเจ็ดหนึ่งเรียงกายสุดตาแปรโปรลบันติมดองระโหดดอดับเบิลทั้งไงกลายมอเนสโรมันแนโนบานปลายคลายจีบิไซแบนดิโกติงสงจีสักจำไลได้องการล่างดอยพิษอดเคลียนหนึ่งการไซเคลียนเป็นนี้วิจุเตะตวงบานบรรลือสำเร็จกรูเป้จิตศาสตร์หลังเสี่ยวไหมเลือกอุปกรณ์นิยหลังชี้ยิ้มปราชัยเตะตวงจีมือก่อนกรูเป้จัดซานิยท้าอาจมีมนุษย์บ้วนเนะจากเจนบานแต่เริ่มมีมันเนะสลับเนะทางออกนี้มันโปรมและบังเม็ดพลักลอยเสี่ยวไหมเลือกหลังท้าปล่อยแต่เรากรูเป้เขินเติบไอตัวบานจำลอยเมกันบัดเพนกจับประดานบรรจุยันดองเตียจงกร้อยจังโอลตะการทอดตกขนมลูกเมียนแผ่นตีประชุมจุนปีอัตตการมุสลิมเซียวไม่เลือกอุปกรณ์นิยุยเตรียมตีจุบกรูเป็ดปรับทางกอดหนึ่งบองใส่เซียวไม่เนยจมูกเนียขนมปรีใบจ้องจุบกอดตื้อเตยแต่ไม่ใหญ่เซียวไม่ตุกเจนติกราวเตียโดยมันสตักสเตอร์ในไอเตียจ้องดาวตามแต่ได้จงได้เมียนจิตคำซากเกิดถอมันกู้เจงเถื่อนกอดจ้องเลี้ยงบองเซียวไม่ดำไปดอกดูการเรียนเมียนชีวิตเนี่ยเถื่อนเหมือนตอนเตียงนิยจอบพ้องสไลสอรุ่นบานกระวีจอบฉีกได้เจาะตุ่มลูกปัวระบอกกอดเนียงปรับเอยเซียวม้าหนึ่งเมกันเธอรกเซียวไม่จำหน่ายครูนอ้างเนเมอร์ด่าจงเนตีนี่เซียวมังเกาะกบาลนอมเมกันรถสำดาวเชิงตะกราวจำนายเปียนี่เซียวไม่บานมาดอลไปตุยจุ่มวิ่งงงสลุกเนียงบานจับอารมณ์อันเตียสัตว์ในเรือได้ลอยจวนจอมไปเรือมวยเจืองเป็นตรงหึงเซียวไม่เคยอันเตียสัตว์เมียนจังหวัดแดกมึกสายจวบมวยรมเป็ดกรอยเมาเนียงก็ตรือบานกำลังอาทากำบังเตียงโจตะกรองเพียบงงเงิดบัดเตยได้จงหนึ่งใส่สอรุ่งได้รองจำดำหนึ่งขนมแท้บานจวบหนึ่งเกียตะกอเปียระบังหมกมาดองเตียก Musicมาค้างเตี้ยซิวมาหนึ่งเมกันขนมปรีบ้านหมกดอตีเวียลมวยกันแหลงในที่นี้อาจเมื่อเคยตำบลแต่ด่าสระจ๊อสรับแต่ขังร้อยบนเรือสำเร็จลมหยอติ๊กณตั้งปีอยากคล้วนกลายดำเชื้อปีนัดเมื่อยางเลือดล้นในนาดังถาขังเรือสอบตึกลมหมอกมวยตำหนักถมสัตว์จำลายดอกกู้ไอคลายมวยบานเล็ดลางเพลียมณตั้งปีไพ่รถบาดเจืองสับเรียดเมกันจุ่มปุ๊บเจืองดวลตะเลยใดเนียงไพ่ตอกสุดเป็นดังท้าเนียงของปงเด็กกับมุกเลือกันจับมือเตียนเอาแต่กำเริกบันติกกันเจาะแตงโมหนึ่งใบติดเพลียมเซียวมาลาลัดใดบำรงหนึ่งจุยแต่สมัยมันดาวทาสัตว์จำลายนุ๊กดังตามตัวเซียวมาบันตันแต่เชื่อมือไม่กันโดยบันสัตว์จำลายโอ้เจ้าถึงของเพียรงัดมาค้างเตี้ยเซียวไม่ได้เตริญแตกสัตว์โอเทโนแบ้จีมันตวนสลับเนียงวิยางลำบากในเลยใดให้ก็บานจวบหนึ่งเซียวมาได้เติบแต่รถมาดอแต่สโลเปลได้กอดเรียบหนึ่งก็อันเตียกสัตว์เจนนุ Music
សៀវមកស្ទុះទៅមុខមួយជំហៀងយកអន្ទាកសត្វស៊ូគ្រប់លើក្បាលសត្វចម្លែកប៉ុន្តែសៀវមិនបែរជាចំណាំសម្លៀកបំពាក់បានថាសត្វចម្លែកនេះចំជាបងស្រីបង្កើតរបស់ខ្លួនឯងរហូតដល់រត់គេចចូលក្នុងខ្ទមតូចមួយចិត្តរបស់នាងនៅតែមិនទាន់ស្ងប់នៅឡើយអត់សង្ស័យឡើយលើកនេះពួកគេបានបរាជ័យម្ដងទៀតហើយពេលនេះ Megan បានស្លាប់បាត់ទៅហើយសៀវមីគិតថាត្រូវតែចាប់ដើមឡើងវិញម្ដងទៀតនាងរើសបានកំទេចកញ្ចក់មួយដុំប្រាប់ឲ្យសៀវម៉ាសម្លាប់ខ្លួនបន្ទាប់ពីសៀវម៉ាធួតាមទាំងតច្រកស្រាប់តែប្រទះឃើញសត្វចម្លែកកំពុងដើររារានៅក្រៅផ្ទះគាត់ក៏ផឹកទឹកភ្លៀង2-3តំណក់រួចដើរចេញពីខ្ទមតូចទៅប្រឈមមុខនឹងសត្វចម្លែកផ្ទាល់ Hey, fuck you. ឆ្លងកាត់ការស្លាប់ហើយរស់ឡើងវិញម្ដងទៀតលើកនេះអ្នកទាំងអស់គ្នាមានស្មារតីដឹងខុសត្រូវច្រើនជាងមុនសៀវមីភ្ញាក់ពីស៊ុបពេញណាក្រកចាប់ផ្ដើមជ្រុះសក់ដាក់ចុងចាប់ទាងអែវឡើងបង្ហាញឲ្យឃើញឆ្អឹងខ្នងដែលលៀនចេញមកមនុស្សគ្រប់គ្នាប្រែប្រួលទឹកមុខព្រមៗគ្នាពេលបើកមើលឈ្មោះក្នុងសៀវភៅកត្រាពួកគេបែរជាធ្លាប់ឆ្លងកាត់អស់រយៈពេល13យប់មកហើយយោងតាមខ្លឹមសារខ្លាំងកាសែតវីដេអូនោះលើកនេះគឺជាឱកាសចុងក្រោយរបស់ពួកគេហើយប្រសិនបើបរាជ័យម្ដងទៀតគឺមានតែត្រូវខ្លាយជាសត្វចម្លែកប៉ុណ្ណោះប៉ុន្តែអ្នកទាំងអស់គ្នាចាំយ៉ាងច្បាស់ថាខ្លួនឯងទើបតែស្លាប់4ទៅ5ដងប៉ុណ្ណោះច្បាស់ណាស់ថាពួកគេបានបាត់បង់ការចងចាំខ្លួនឯងបើវិញនួនឡើងក្រៅទ្វារគឺជាទស្សនវិជ្ជាទីប្រជុំជនមួយហើយអ្នកទាំងអស់គ្នាក៏មិនចាំដែរថាតើការផ្លាស់ប្ដូរទាំងនេះកើតឡើងតាំងពីពេលណាមកពេលនេះអ្នកទាំងអស់គ្នាស្រាប់តែដឹងថា Megan បាត់ខ្លួនដើររកមួយជុំក្នុងផ្ទះក៏គ្មានស្មោកនេះដែរដាជុំភ្លឺភ្នែកឡើងប្រញាប់ដកទូរស័ព្ទចេញមកក្នុងនោះពិតជាបានកត់ត្រាបទពិសោធន៍នៃការស្លាប់ប៉ុន្មានដងផ្សេងទៀតមែនប្លង់ចុងក្រោយបានប្រឌិតចំលើគ្រូពេទ្យចិត្តសាស្ត្រគាត់បានពិនិត្យសាកសពអ្នកទាំងអស់គ្នានៅលើដីរួចដើរចូលទៅក្នុងផ្លូវរួមនោះបន្ទាប់មកផ្ទៃមុខរបស់ Megan បានលេចឡើងនាងចង់ដើរតាមទៅមើលថាតើអាចរកឃើញតម្រុយដែលមានប្រយោជន៍ដែរឬទេពេលនេះសម្លេងរោទីអាសន្នបានពន្លឺឡើងគិតកោពាក់របាំងមុខពី3នាក់នៅក្រៅទ្វារកំពុងដើរចូលមកជិតអ្នកទាំងអស់គ្នាបានឯកភាពគ្នាជាឯកច្ឆន្ទថាត្រូវតែទៅស្វែងរក Megan ឆ្លងកាត់ផ្លូវរួមដងងងឹតនិងចង្អៀតពួកគេបានឃើញកំណោបាក់បែកដ៏ទ្រុឌទ្រោមមួយកន្លែងសៀវមីសម្លឹងមើលជុំវិញខ្លួនឃើញសត្វចម្លែកមួយពីចម្ងាយនាងប្រញាប់ធ្វើសញ្ញាប្រាប់អ្នកទាំងអស់គ្នាកុំឲ្យបញ្ចេញសំឡេងតែស្មានមិនដល់ស្រាប់តែមានសត្វចម្លែកមួយទៀតស្ទុះចេញមកអ្នកទាំងអស់គ្នាស្រែកទ្រហោយំសំឡេងបានតាក់ទាញសត្វចម្លែកកាន់តែច្រើនឲ្យមកទីនេះមនុស្ស2-3នាក់រត់ឆ្លងកាត់ផ្លូវរួមយ៉ាងលឿនពិបាកណាស់តម្រាំបាត់ទ្វេទប់ទល់នឹងអ្នកដេញតាមពីក្រៅជាប់តែស្មានមិនដល់ថាឃាតករពាក់របាំងមុខម្នាក់បានធ្លាក់ទម្លុះបង្អួចពីលើពីដានចូលមកក្រុមសៀវម៉ាទាំង3នាក់ប្រាប់ឲ្យសៀវមីទៅមុនពួកគេរួមគ្នារៀបរៀងពីសាច់កំណាច់នេះសៀវមីរត់ដួលកាត់ងាកាត់តាមគំនោបាក់បែកពេលធ្លាក់ចុះសឹងតែត្រូវដុំថ្មស៊ុតលើដីចាក់ទម្លុះនាងរៀបចំខ្លួនបន្តដំណើរទៅមុខទៀតតែស្មានមិនដល់ថាសត្វចម្លែកដែលបងស្រីបានខ្លាយទៅនោះស្រាប់តែលេចមកឡើងសៀវមីព្យាយាមដាស់ការចងចាំរបស់បងស្រីឃើញគេគ្មានប្រតិកម្មនាងក៏ស្ទុះទៅរុញច្រានមួយទំហឹងសត្វចម្លែកនោះបានដួលចំដុំថ្មដែលលៀនចេញមកមុននេះល្មមមកខាងទៀតក្រុមសៀវម៉ាទាំង3នាក់ក៏ធ្លាក់ចូលការប្រយុទ្ធគ្នាយ៉ាងស្វិតស្វាញជាមួយឃាតករពាក់របាំងមុខដែរលើកនេះពួកគេបានប្រមូលកម្លាំងចិត្តយ៉ាងមុតមមសហការគ្នាសម្រាប់ឃាតករពាក់របាំងមុខបានសម្រេចប៉ុន្តែពេលវេលាដែលនៅសល់សម្រាប់ពួកគេលែងមានច្រើនទៀតហើយសៀវមីដើរក្នុងផ្លូវដើរដងងឹតឥតផុតពីសត្វចម្លែកម្ដងមួយទៀងបំផុតនាងបានឃើញ Megan ដែលត្រូវគេចាប់ខ្លួនពេលនេះនាងត្រូវគេឃុំទុកក្នុងបន្ទប់ពិសោធន៍មិនឆ្ងាយប៉ុន្មានក៏មានចងសត្វចម្លែកមួយក្បាលដែរច្បាស់ណាស់ថានេះជាការរៀបចំរបស់គ្រូពេទ្យចិត្តសាស្ត្រស្របពេលដែលសៀវមីដើររកសោគ្រប់ទិសទីនាងបានជ្រុលចូលទៅក្នុងបន្ទប់បញ្ជាកាមេរ៉ាសុវត្ថិភាពមួយដោយចៃដន្យលើតុក៏មានដាក់ឯកសារផ្ទាល់ខ្លួនរបស់នាងដែរគ្រូពេទ្យចិត្តសាស្ត្របានដើរចូលមកដោយទឹកមុខញញែមគាត់ប្រាប់ថាបាតុភូតចម្លែកទាំងអស់នៅទីនេះសុទ្ធតែជាការបង្កើតឡើងជាក់ស្ដែងពីការភ័យខ្លាចរបស់មនុស្សគឺការភ័យខ្លាចរបស់សៀវមីនិងអ្នកដទៃហើយដែលចិញ្ចឹមដំណើរការនៅទីនេះនិយាយចប់គាត់ក៏ដាក់ពែងកាហ្វេលើតុតែមិនបានចាប់អារម្មណ៍ទឹកដែលស្រក់ចុះពីខាងលើឡើយសៀវមីឃើញទូយូទឹកលើពីដានកំពុងជ្រាបទឹកនាងគិតឃើញក៏ល្បិចមួយភ្លាមឆ្លៀតពេលដែលគ្រូពេទ្យមិនចាប់អារម្មណ៍នាងបានរុនពេងទឹកទៅចំក្រោមរណទឹកនោះដោយស្ងាត់ៗគ្រូពេទ្យមិនបាននឹងខ្លួនតទេសោះលើកាហ្វេផឹក2-3ក្អឹកទៀតមិនយូរប៉ុន្មានគាត់ក៏ដឹងថាមិនស្រួលខ្លួនសៀវមីប្រៅដៃទាំងពីររុញមួយទំហិន Music. សៀវមីរកឃើញសល់បន្ទប់ពិសោធន៍នៅក្នុងស្នាមប្រឡាក់ឈាមប្រញាប់ប្រញាល់បើកទ្វារធំទីបំផុតបានជួយសង្គ្រោះ Megan មុនពេលសត្វចម្លែករើបំរាស់រួចពីច្បាស់អ្នកទាំងពីររួមសហការគ្នាចាក់សោឃុំសត្វចម្លែកមួយជាប់ចំណែកពេលនេះក្រុមសៀវម៉ាក៏កំពុងត្រូវសត្វចម្លែកដេញតាមរត់ចែកជើងគ្នាយ៉ាងស្លន់ស្លោសំណាងល្អដែលទីធ្លានៅទីនេះធំល្មមមនុស្សគ្រប់គ្នាប្រឹងរត់ប្រាអាយុទីបំផុតបានរត់រួចខ្លួននៅវិនាទីចុងក្រោយពេលនេះពេលវេលានៃនាឡិកាខ្សាត់ក៏ត្រូវបានបញ្ចប់ល្មមមនុស្សពី3នាក់ដេកដួលលើវាលស្មៅទាំងរន្ធត់មិនទាន់បាត់ភ្ញាក់អើពេលឃើញពន្លឺព្រះអាទិត្យរះឡើងពីក្បែរខ្លួនភ្លៀងធ្លាក់ខ្លាំងនៅលើភ្នំក៏បានរាំងបន្តិចម្ដងមើលទៅពួកគេបានបំបីការប្រជុំដ៏គួរឲ្យភ័យខ្លាចនេះបានទាំងស្រុងហើយមនុស្សមួយក្រុមបានឡើងឡានចាក់ចេញពីទីកន្លែងមួយនេះក៏ប៉ុន្តែស្រមោលរបស់គេខុសគួរ